មានពាក្យមួយម៉ាត់មិនដឹងថាពួកលោកធ្លាប់ឮឬអត់ទេលើលោកនេះមានរបស់កំពូលពីរយ៉ាងទី1គឺលីពូទី2គឺសេះទន្សាយក្រហមលំពេងមេឃារបស់លីពូគេអាចបញ្ចេញយ៉ាងល្អឥតខ្ចោះហើយសេះទន្សាយក្រហមដែលគេជិះមួយថ្ងៃរត់បាន1000ដូចលឿនដូចជារន្ទះរហ័សដូចផ្លេកបន្ទប់គេទុកអ្នកខ្លាំងទាំងឡាយជាជនសាមញ្ញទោះជាដីនៅភ្នំសេះរបស់គេអាចបោតដូចជាដីរៀបតុងជ័រមានលីពូគឺខ្លាំងជាងតបមួយសែននាក់ហើយលើរឿងដែលគួរឲ្យខ្លាចគឺរបស់ខ្លាំងទាំងពីរនេះវានៅជាមួយគ្នាមនុស្សខ្លាំងជាងគេគឺលីពូសេះខ្លាំងជាងគេគឺសេះទន្សាយក្រហមនេះជាពាក្យនិយាយតគ្នាក្នុងចំនួនចុងក្រោយរបស់រាជវង្សហានលីពូត្រូវបានគេចាត់ទុកថាជាមនុស្សទេពនៅក្នុងសង្គ្រាមហើយទាំងឆាវឆាវនិងលាវប៉ៃសុទ្ធតែទទួលស្គាល់សមត្ថភាពរបស់លីពូចឹងបើសិនជាយើងនិយាយអំពីវិជាគុណលីពូខ្លាំងជាងច្រឡំដោយយោងទៅតាមភាពល្បីល្បាញរបស់ពួកគេយើងមើលទៅលីពូល្បីព្រោះតែមានវិជាគុណខ្លាំងនិងមានកម្លាំងខ្លាំងខុសពីមនុស្សធម្មតាលីពូអាចទប់ទល់ជាមួយនឹងបងប្អូន3នាក់បានដែលនេះជារឿងអស្ចារ្យមួយគូនអ៊ីនិងចាងហ្វៃគឺជាមេតបដែលប្រវត្តិវិទូឈិនសូវចាត់ទុកថាស្មើនឹងកងទ័ពរាប់ពាន់នាក់លីពូអាចគេចរួចពីការស្លាប់របស់អ្នកទាំង3ហ្នឹងបានន័យថាគាត់មិនធម្មតាទៅហើយជឡុងមិនអាចធ្វើបានបែបនោះទេបើតាម